Classic Bay 50នេះគឺខ្ញុំចូលចិត្តយ៉ាងខ្លាំងព្រោះថារូបរាងចេញមកគឺស្អាតបែបបុរាណយើងជិះបានគ្រប់ចំនួនហើយមួយទៀតប្រព័ន្ធហ្វ្រាំងABS នេះដែរគឺពេលយើងចាប់ទៅមិនថា ABS មុខឬក៏ក្រោយចាប់ទៅមានលក្ខណៈ smooth ល្អណាស់ model Royal Enfield នេះគឺជាប្រភេទម៉ូតូធំប៉ុន្តែការស៊ីសាំងគឺល្អពិតមែន1 លីត្ររបស់សាំងគឺជិះបានរហូតដល់35 គីឡូម៉ែត្របាទសូមជម្រាបសួរខ្ញុំបាទឈ្មោះវាសនាជាគ្រូបង្រៀននៅក្នុងសាលាកំណត់សាមួយកន្លែងនៅក្នុងរាជធានីភ្នំពេញសប្តាហ៍ថ្ងៃគឺខ្ញុំប្រើប្រាស់ model Classic BD 50cc របស់ក្រុមហ៊ុន Royal Enfield ហើយគឺខ្ញុំប្រើប្រាស់រយៈពេល1ឆ្នាំហើយបានជាខ្ញុំជ្រើសរើសម៉ូតូ model Classic BD 50cc នេះគឺដោយសារតែការរចនារូបរាងស្អាតហើយគុណភាពព្រមទាំងតម្លៃបាទចំណុចដែលលេចធ្លោរបស់ម៉ូតូនេះសម្រាប់ខ្ញុំផ្ទាល់គឺតើតើនឹងហ្វ្រាំង ABS មកក្រោយល្អពិតមែនគឺយើងចាប់ពេលដែលយើងមានបញ្ហាប្រកបភ្លាមៗគឺចាប់ទៅវាស្រួលវាអត់បោកគឺវាលក្ខណៈ smooth ល្អហើយមួយទៀតគឺបូមគឺមិនថាខ្ញុំជិះម្នាក់ឯងលោកកូនហើយនឹងប្រពន្ធគឺមានលក្ខណៈស្រួលអត់ឈឺខ្នងអត់ឈឺជាងគេផ្សេងៗទេគឺមានលក្ខណៈ comfortable ហើយស៊ីម៉ាំងរបស់ម៉ូតូគឺមិនលឺពេកក៏មិនខ្លាំងពេកវាមិនប៉ះពាល់ដល់អ្នកដែលនៅកំពុងតែជិះជាមួយយើងគ្រាន់ជាអ្នកដែលនៅជាមួយខ្លួនយើងចំពោះខេត្តក្រុងដែលខ្ញុំបានទៅដល់គឺមានដូចជាក្រុងភ្នំពេញរបស់យើងដល់ខេត្តកណ្ដាលតាកែវកំពតកំពង់សោមកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យសៀមរាបកំពង់ចាមស្វាយរៀងហើយនិងខេត្តព្រៃវែងបាទតើតើនឹងការស៊ីសាំង model Royal Enfield នេះគឺជាប្រភេទម៉ូតូធំប៉ុន្តែការស៊ីសាំងគឺល្អពិតមែនហេតុអ្វីបានជាខ្ញុំថាល្អពិតមែនព្រោះ1 លីត្ររបស់សាំងគឺជិះបានរហូតដល់35 គីឡូម៉ែត្រឬក៏យើងអាចនិយាយបានថា100 គីឡូស៊ីដល់3 លីត្រផងបាទចំណុចគេហៅថា filter របស់ម៉ូតូនេះចំណុចដែលលេចធ្លោគឺត្រង់មានលំនឹងល្អពេលដែលយើងជិះកាត់ខ្យល់អីផ្សេងៗគឺប្រព័ន្ធទប់លំនឹងគឺល្អប៉ុន្មានគឺវានឹងល្អមិនថាជិះកាត់ខ្យល់ជិះចិត្តឡានធំហើយមួយទៀតប្រព័ន្ធហ្វ្រាំងABS នេះដែរគឺពេលយើងចាប់ទៅមិនថា ABS មុខឬក៏ក្រោយចាប់ទៅមានលក្ខណៈ smooth ល្អណាស់គឺចាប់ទៅមានលក្ខណៈថាអត់បោកទេគឺវាស៊ូតល្អចំពោះការរចនារបស់ម៉ូតូ Classic BD 50នេះគឺខ្ញុំពិតជាស្រឡាញ់ខ្ញុំចូលចិត្តយ៉ាងខ្លាំងព្រោះថារូបរាងចេញមកគឺស្អាតបែបបុរាណហើយយើងជិះបានគ្រប់ចំនួនមិនថាវ័យក្មេងដូចជាវ័យចាស់គឺយើងជិះបានទាំងអស់គឺខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំងបាទតើតើនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់តើតើនឹងខាត់ថែទាំម៉ូតូគឺពេលដែលមានចម្ងល់អីផ្សេងៗគឺខ្ញុំតែងតែយកទៅក្រុមហ៊ុនដើម្បី check ក៏ដូចជាមើលនៅប្រព័ន្ធប្រេងឬប្រព័ន្ធម៉ាស៊ីនជាពិសេសគឺមុននឹងពេលដែលខ្ញុំធ្វើដំណើរទៅខេត្តផ្សេងៗគឺខ្ញុំតែងតែយកទៅ check នៅក្រុមហ៊ុនជានិច្ចពេលដែលយើងបាន check ជាមួយក្រុមហ៊ុនបានយកទៅ service គឺធ្វើឲ្យយើងកាន់តែមានទំនុកចិត្តបន្ថែមទៀតក្នុងការប្រើប្រាស់ប្រភេទម៉ូតូមួយនេះដែរហើយមួយទៀតនៅពេលដែលមានចម្ងល់ផ្សេងៗគឺខ្ញុំតែងតែឆាតចូលក្នុងក្រុមព្រោះថាក្រុមហ៊ុនគឺគាត់មានក្រុមដើម្បីបងប្អូនចែករំលែកគ្នានៅចំណេះដឹងបទពិសោធន៍ផ្សេងៗពេលដែលយើងជិះម៉ូតូរួមគ្នាជាមួយនឹង trip របស់ក្រុមហ៊ុនក៏ដូចជាជាមួយនឹងមិត្តភ័ក្តិរបស់យើងទៅតាមខេត្តផ្សេងៗគឺប្រៀបដូចជាសមាគមជិះម៉ូតូមួយជួយផ្សព្វផ្សាយនៅមន្តទេសចរដែលមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរហើយមួយទៀតពេលដែលខ្ញុំមាន Classic BD 50នេះទៅធ្វើខ្ញុំមានអារម្មណ៍ថាខ្ញុំបានបង្កើតមិត្តជាច្រើនគឺបងប្អូនដែលជិះម៉ូតូដូចគ្នាគឺដូចបងប្អូនបង្កើតចឹងពេលដែលទៅណាម្ដងគឺទៅជុំគ្នាចំណុចផ្សេងមួយទៀតនោះគឺក្រុមហ៊ុនគាត់តែងតែរៀបចំ trip មិនថា trip រយៈពេលយូរឬក៏វែងគឺក្រុមហ៊ុនតែងតែរៀបចំ trip ហើយមិនថែមទាំង trip ទេគឺគាត់មានទាំង charity លក្ខណៈសប្បុរសធម៌ជូនទៅដល់បងប្អូនក្រីក្រដែលនៅក្នុងភ្នំពេញក៏ដូចជាបងប្អូនសិស្សានុសិស្សនៅខេត្តផ្សេងៗទៀតផងដែរចំពោះបងប្អូនដែលមានចិត្តមានបំណងចង់ហៅថាស្រឡាញ់ម៉ូតូធំកុំភ្លេចជ្រើសរើសម៉ូតូ Royal Enfield Model Classic BD 50cc នេះគុណភាពតម្លៃគឺសមរម្យហើយនឹងទីសាំងគឺតិចពិតមែនបាទជាចុងក្រោយចំពោះបងប្អូនដែលមានចំណូលចិត្តចង់ស្រឡាញ់ហៅថាស្រឡាញ់ម៉ូតូធំកុំភ្លេចជ្រើសរើសម៉ូតូ Royal Enfield Model Classic BD 50cc ព្រោះនឹងស្រាប់ហើយថាម៉ូតូនោះគឺមានគុណភាពល្អរូបរាងរចនាបថគឺស្អាតតម្លៃក៏សមរម្យហើយមិនថែមតែប៉ុណ្ណោះក្រុមហ៊ុនគឺមានការធានារ៉ាប់រងប្រព័ន្ធម៉ាស៊ីនគឺរយៈពេលដល់ទៅ2ឆ្នាំតែបងប្អូននៅចាំឲ្យទៀតបាទសូមអរគុណសូមជម្រាបលា